រដ្ឋមន្ត្រីការបរទេសលោកម៉ាកូរ៉ូប៊ីអូបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃសីហសភុងកេតកែវជាមួយការជំរុញឲ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូឡើងវិញនេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិកនៅថ្ងៃសុក្រទី9ខែធ្នូឆ្នាំ2025ក្នុងកិច្ចសន្ទនានោះដែរលោករ៉ូប៊ីអូបានគូបញ្ជាក់ពីក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជានិងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ដើម្បីបន្ធូរបន្ថយភាពតានតឹងតាមក្រសួងការបរទេសអាមេរិករ៉ូប៊ីអូបានជំរុញឲ្យលោកសីហសង្ឃចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានភាពនិងជំរុញឲ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូឡើងវិញ